បន្ទប់លេខ13សាលាបច្ចេកទេសមួយនៅខេត្តបាត់ដំបងមានកិច្ចការនិស្សិតស្នាក់នៅទីខាងជើងនៃសំណង់ចាស់ដែលមានជាង40ឆ្នាំនៅជាន់ទី3មានបន្ទប់មួយដែលគ្រប់គ្នាបង្កើនការភ័យខ្លាចខ្លាំងបន្ទប់លេខ13គេនិយាយថាមុននេះមានសិស្សស្ត្រីម្នាក់ស្លាប់ដោយអាថ៌កំបាំងនៅទីនោះពីរយៈពេលនោះមកមិនមាននរណាចង់ស្នាក់នៅទីនោះទេដាវីសិស្សឆ្នាំទី1ដែលមិនជឿនលើរឿងខ្មោចសុំស្នាក់នៅបន្ទប់13ព្រោះគេនឹកឃើញថាវាជាកន្លែងស្ងប់ស្ងាត់គ្មានអ្នកអ៊ូទេអ្នកគ្រប់គ្រងផ្ទះស្នាក់នៅក៏ព្រមប៉ុន្តែផ្ដល់ពាក្យដាស់តឿនថាមិនខុសអ្នកទេបើអីកើតឡើងយប់នេះយប់ដំបូងដាវីស្គាល់ថាបន្ទប់នេះត្រជាក់ជាងធម្មតាទោះបីបិទម៉ាស៊ីនត្រជាក់ក៏ដោយនៅម៉ោង11:30យប់គេចាប់ផ្ដើមឮសំឡេងចម្លងសំឡេងខ្លួនឯងចេញពីកញ្ចក់ខ្ញុំស្នាក់នៅទីនេះហើយឥឡូវអ្នកជាខ្ញុំស្លាប់រៀបឆក់ពីបញ្ហាជញ្ជាំងឈឺក្បាលប្លែកដាវីតស៊ូគេងប៉ុន្តែត្រង់ម៉ោង3ព្រឹកយន្តការផ្ទៃជញ្ជាំងចាប់ផ្ដើមលាក់សំណើចស្ដាប់បានតែគេឯងគេភ្ញាក់ឡើងមើលការវិភាគនៅជញ្ជាំងវាមិនបង្ហាញថ្ងៃខែទេប៉ុន្តែបង្ហាញពាក្យនៅសល់2នាទីដាវីភ័យខ្លាចខ្លាំងព្យាយាមបើកទ្វារប៉ុន្តែទ្វារមិនអាចបើកបានឡើយកញ្ចក់ក៏បិទជាប់ហើយនារីមួយបង្ហាញខ្លួននៅក្នុងកញ្ចក់មុខរលួយមានភ្នែកអាំងនិងថ្ពាល់ស្រករនាងនិយាយថាខ្ញុំក៏ធ្លាប់ជាសិស្សដូចអ្នកខ្ញុំសង្ស័យតែអស់សំណើចរហូតស្លាប់ឥឡូវសូមឲ្យខ្ញុំស្នាក់នៅក្នុងអ្នកម៉ោងតែ3ព្រឹកពេញប្រាក់បន្ទប់ស្ងៀមសន្លឹកក្រដាសត្រូវអញ្ជើញមកក្រៅទ្វារសិស្សថ្មីបានមកស្នាក់នៅក្នុងខ្លួននាងរួចរាល់សូមកុំបើកទ្វារ